នារីម្នាក់នោះគ្រាន់តែយកសូណាផ្លុំជាបទភ្លេងទៅកាន់ហ្វូងត្រីនឹកស្មានមិនដល់ថាហ្វូងត្រីតម្លៃរាប់លានដណ្ដើមគ្នាហក់ឡើងលើទូកប៉ុន្តែបន្ទាប់ពីឡើងគោកឪពុករបស់នាងបែរជាចែកលុយឲ្យនាងត្រឹមតែ 2000 យន់ប៉ុណ្ណោះហើយបែរជាយកលុយទៅទិញផ្ទះវីឡាដ៏ប្រណិតឲ្យប្អូនប្រុសនាងទៅវិញពេលឃើញឪពុកមានគំនិតលំអៀងស្រឡាញ់កូនប្រុសជាងកូនស្រីបែបនេះនាងក៏ងាកចេញហើយទៅលេខទូរស័ព្ទមួយខ្ញុំចង់ទិញទូកឲ្យបានកាន់តែលឿនកាន់តែល្អបំផុតគឺអាចចុះទឹកបាននៅថ្ងៃស្អែកទូកសមុទ្រមួយទឹកដែលអ្នកធ្លាប់និយាយលើកមុននៅទេនៅប៉ុន្តែសិនស៊ីទូកនោះមិនថោកទេម្ចាស់ទូកកំពុងប្រញាប់លុយតម្លៃចុងក្រោយគឺ 30,000 មិនអាចបានទេតើអ្នកមានលុយទេខ្ញុំមាន 25,000 នៅក្នុងដៃ 50,000 ទៀតខ្ញុំខ្ចីអ្នកសិនក្នុងរយៈពេល 3 ខែខ្ញុំនឹងសងទាំងដើមទាំងការយកព្រមទេខ្ញុំចូលចិត្តភាពក្លាហានរបស់អ្នក 50,000 នេះចាត់ទុកថាជាភាគហ៊ុនរបស់ខ្ញុំចុះអ្នកនៅឯណាខ្ញុំទៅទទួលអ្នកឥឡូវនេះយើងទៅមើលទូកយប់នេះតែម្ដងគឺមួយនឹងហើយទូកបំបែករលកម្ចាស់មុនគឺជាអ្នកញៀនលបែងចាញ់អស់ទ្រព្យសម្បត្តិទើបលក់វាទូកធ្វើពីដែកថែបយ៉ាងរឹងមាំធន់នឹងរលកខ្លាំងកម្លាំង500សេះមានម៉ាស៊ីនទូប៊ីនភ្លុះរ៉ាដានិងឧបករណ៍ស្វែងរកត្រីសុទ្ធតែជារបស់នាំចូលដែលទើបនឹងប្រូថ្មីកាលពីឆ្នាំមុន 30,000 នេះអ្នកពិតជាចំណេញខ្លាំងណាស់អូខេខ្ញុំយកវាលេខសម្ងាត់គឺលេខ 861 ដងក្នុងនេះមាន 25,000 ឯ 50,000 ទៀតជំពាក់សិននិយាយត្រង់យកគ្នាយប់នេះខ្ញុំនឹងឲ្យគេរៀបចំឯកសារឲ្យរួចរាល់ព្រឹកស្អែកទូកមួយនេះគឺជារបស់សិនហើយខ្ញុំមកដល់ហើយហើយដល់អ្នកមិននៅជាមួយចៅទៅហើយធ្វើការរត់មកទីនេះធ្វើអ្វីខ្ញុំលែងធ្វើហើយម្សិលមិញអ្នកទើបតែចេញទៅតាចាស់នឹងក្រឡាសម្ដីភ្លាមម្សិលមិញលក់ត្រីបាន1លាន2សែនជាលទ្ធផលគាត់ឲ្យខ្ញុំត្រឹមតែ 2,000 ខ្ញុំធ្វើការជាមួយអ្នកផងគ្រាន់តែផ្ដល់បាយហូបគឺបានហើយត្រីដែលចាប់បានអ្នកចង់ចែកយ៉ាងម៉េចក៏បានមិនចែកក៏បានដែរខ្ញុំគ្រាន់តែចង់ធ្វើការជាមួយអ្នកខ្ញុំមិនចង់ទ្រាំនឹងការជិះជាន់របស់តាចាស់នោះទៀតទេដល់បាយហូបមែនទេបាយនៅទីនេះមិនឆ្ងាញ់ទេណាស្រែកខ្សែពួរទៅបោះកាបូបកញ្ចាស់របស់អ្នកឡើងមកធ្វើឲ្យលឿនឡើងយើងត្រូវប្រញាប់ទៅតាមទឹកនាពេលព្រឹកបាត់ចុះវាយមកថ្ងៃនេះយើងទៅសមុទ្រមួយណាត្រីបង្គាតូចនៅសមុទ្រក្បែរនេះមិនសមនឹងទូកនេះទេទៅកាន់តំបន់ថ្មប៉ព្រះទឹកអារក្សអ្នកឈ្មោះទេដឹងកន្លែងនោះមានចរន្តទឹកគូច្រើនណាស់ខាងក្រោមសុទ្ធតែថ្មប៉ព្រះទឹកស្រួចដូចកន្ត្រៃសូម្បីតែទូកធំរបស់ចៅទៅហើយក៏មិនហ៊ានចូលចិត្តផ្ដេសផ្ដាស់ដែររលកកាន់តែធំត្រីកាន់តែថ្លៃកន្លែងដែលចៅទៅហើយមិនហ៊ានទៅគឺជាឃ្លាំងមាសរបស់យើងបើចង់មានបានមុខមាត់ត្រូវតែហ៊ានប្រថុយជីវិតបើខ្លាចចុះពីលើទូកឥឡូវទៅនរណាថាខ្លាចធ្វើអ្វីហ្នឹងរ៉ាដាបង្ហាញថាមានហ្វូងត្រីធំនៅខាងក្រោមយ៉ាងច្រើនកកគឺនៅចំកន្លែងដែលចរន្តទឹកគួចទាំងពីរជួបគ្នាជម្រៅ60ម៉ែត្របន្ថយល្បឿនបង្វែរចង្កូតទៅឆ្វេងឲ្យអស់ទៅផ្នែកខាងក្រោយត្រៀមទម្លាក់ហ្មងប្រើមុខធន់ធ្ងន់អូខេ50ម៉ែត្រ60ម៉ែត្រដល់បាត់ហើយរក្សាល្បឿន5 knotមានរឿងអ្វីកើតឡើងខ្ញុំជាប់បាត់ហើយមកជាប់នឹងថ្មប៉ព្រះទឹកហើយម៉ាស៊ីនទាញមកទាំងហើយទាញក៏មិនរួចទម្លាក់ក៏មិនចុះកាត់មកចោលទៅតើចង់ឲ្យលេចទូកមែនទេបងធំមកនេះជាមុខដំបូងរបស់យើងបើកាត់ចោលពួកយើងនឹងចាប់មិនខានទោះមានរឿងអ្វីកើតឡើងក៏ដោយរុញកែទៅមុខឲ្យអស់ទប់ចង្កូតបញ្ច្រាសចរន្តទឹកក៏ជាប់តើអ្នកចង់ធ្វើអ្វីទៀតហើយខ្ញុំមើលខ្ញុំនេះរលកមកហើយប្រយ័ត្នអាវិនបើកម៉ាស៊ីនទីមកកម្លាំងអាតេបលម៉ាទាញឡើងមកបានហើយព្រះជាម្ចាស់ឲ្យចុចខាងក្រោមដើម្បីទស្សនាវីដេអូពេញ